អញ្ចឹងខ្ញុំបង្ហាញអំពី account ចាស់របស់ខ្ញុំទេរាល់ខែវាមិនមែនបានប៉ុណ្ណឹងឯងដោយសារតែរាល់ខែវាជាលុយប្រភេទ royalty advance ជាលុយដែលអនាគតយើងរកបានពេលអនាគតប៉ុន្តែខែនេះគឺវាតម្លាក់ឲ្យជាលុយ balance លុយ balance ហ្នឹងមានន័យលុយយើងសុទ្ធសាធហ្មងមិនមែនជាលុយអនាគតទេអញ្ចឹងនៅពេលដែលយើងដកលុយគឺដកបានតែហ្មងហើយប៉ុន្តែបើលុយខែមុនយើងដកបានដូចជា1000ជាងមែនប៉ុន្តែពេលដកហើយវារីគ្រប់មកវិញរីគ្រប់គេព្យាករចំណូលរបស់យើងហើយអញ្ចឹងអាចំណូលហ្នឹងយើងអាចយកមកចាយបានវាអញ្ចឹងណាវាល្អមួយយ៉ាងដែរប៉ុន្តែដល់ពេលអាចំណូលនេះគឺចំណូលយើងបានពិតប្រាកដអញ្ចឹងដល់ពេលអា account របស់យើងដែលលុយបានពិតប្រាកដវាចូលទៅក្នុងអា balance នេះអញ្ចឹងអាក្នុងហ្នឹងនៅពេលដែលយើងស្នើសុំដកគឺដកបានតែហ្មងអញ្ចឹងវាអត់មានរីគ្រប់ឡើងវិញទេហ្នឹងហើយអាហ្នឹងវាខុសគ្នាអញ្ចឹងឥឡូវយើងមកចូលកន្លែងហ្នឹងកន្លែង balance នេះនៅក្នុងខែ4នេះវាប្រាប់ចំណូលរបស់យើងប៉ុណ្ណេះនេះវាហៅថា upcoming ចំណូលហ្នឹងវាអត់ទាន់ធ្លាក់មកឲ្យយើងទេអញ្ចឹងណាព្រោះវា upcoming royalty អញ្ចឹងវានឹងតម្លាក់បន្ទាប់ទៀតគឺចំណូលប៉ុណ្ណេះគេប្រាប់នេះក្នុងខែ4អញ្ចឹងនៅខែដាច់ខែ6ចំណូលខែ4វាបង្ហាញហើយទិន្នន័យនេះគឺ2ទៅ3ខែក្រោយពីយើងរកអញ្ចឹងបើនៅក្នុងខែ4មកដល់នេះខែ6វាចុងខែ6ហើយវាល្មមហើយចំណូលហ្នឹងគឺវា2ខែវាចិត្ត2ខែណាហើយរាល់ដងដែលខ្ញុំដកនេះគឺចំណូលកន្លែងនេះកាលដកនៅក្នុងខែ5ហើយនឹងដកខែ3អញ្ចឹងនៅក្នុងហ្នឹងសិតអាចចំណូលដែលខ្ញុំដកទាំងពីរកន្លែងនេះគឺសិតតែជាចំណូល advance ទេមិនមែនជាចំណូល balance ទេចំណូលលាយជាមួយ advance ដែលយើងមើលឃើញកន្លែងនេះសិតតែជាចំណូល advance នេះចំណូល advance មានន័យថាចំណូលដែលព្យាករជាមុនមានន័យចំណូលយើងបានជាមុនអញ្ចឹងយើងអាចដកមកបានប៉ុន្តែវាមានថ្លៃ fee នេះថ្លៃ fee ប៉ុណ្ណេះឥឡូវយើងចាំដកអាស៊ីននេះតើវា fee អញ្ចឹងយើងចាត់ទុកថាអាថ្លៃ advance គឺជាចំណូលព្យាករអនាគតប៉ុន្តែយើងអាចយកមកចាយបច្ចុប្បន្នបានហើយអាចំណូល withdraw នេះយើងហៅចំណូលស៊ីននិយាយអញ្ចឹងស្រួលស្ដាប់ហ្នឹងហើយអញ្ចឹងអាចំណូល advance ពេលបងប្អូនរកទៅវាបានគឺពេលដែលដកទៅវាអា fee advance ហ្នឹងក៏វាដកដែរវាកាត់ប៉ុណ្ណឹងប៉ុន្តែលុយហ្នឹងមិនមែនជាលុយណាទេគឺលុយយើងដដែលទេអានេះគឺជាចំណូល withdraw នៅក្នុងខែកាលតែខែដែលខ្ញុំដកដំបូងខែដកដំបូងគឺចំណូលដែលខ្ញុំបានមកតែប៉ុណ្ណេះទេនេះឃើញទេចំណូលដែលនៅក្នុងអា withdraw ចេះហើយដល់ពេលអញ្ចឹងទៅយើងដកជាមួយ advance ទៅយើងបានប៉ុណ្ណេះវាអាប៉ុណ្ណឹងវាបូកជាមួយអាប៉ុណ្ណេះទៀតហើយអាកន្លែងនេះគេវាកាត់ទៅប៉ុន្តែវានៅតែជាលុយយើងវានៅបញ្ជូនឲ្យយើងវិញតែបញ្ជូនតាមលក្ខខណ្ឌណាហ្នឹងខ្ញុំនៅអត់ច្បាស់ដែរព្រោះខ្ញុំអានលក្ខខណ្ឌរបស់វាថាជាចំណូលរបស់យើងដដែលទេតែបូកផ្សំលេខកើតទៅវានៅចំណូលនឹងដែរអញ្ចឹងណាតែនិយាយទៅវាវល់ហើយឲ្យច្បាស់កន្លែងណាមួយពិបាកច្បាស់ដែរអញ្ចឹងគ្រាន់តែអ្វីដែលអាចកត់សម្គាល់បានថា advance នេះគឺជាចំណូលអនាគតដែលយើងយកមកចាយបច្ចុប្បន្នសុំស្នើសុំដកមកចាយបច្ចុប្បន្នបានហើយនៅក្នុងខែ5ក៏ដូចគ្នាដែរយើងចំណូលរបស់យើងដែលជាអនាគតនេះប៉ុណ្ណេះអញ្ចឹងថ្លៃ fee វាប៉ុណ្ណេះហើយយើងដកបានរបស់យើងចំណូលដុលរបស់យើងដែលបានមកចំណូលស៊ីនរបស់យើងប៉ុណ្ណេះអញ្ចឹងដល់ពេលយើងដកបានលុយប៉ុណ្ណេះហ្នឹងហើយអញ្ចឹងបើយើងសរុបអានេះ300បូកជាមួយ70ជាងដើម្បីឲ្យចិត្តទេប៉ុន្តែយើងដកបានប៉ុណ្ណេះឃើញទេអញ្ចឹងហើយដល់ពេលនេះបើយើងសរុបអា fee ទាំងអស់នេះតែយើងដកបានប៉ុណ្ណេះនេះលុយដែលដកបានគឺចូលកុងប៉ុណ្ណេះហើយចូលកុងអានេះក៏ប៉ុណ្ណេះដែរតែម្ដងនេះគឺយើងបានតិចតួចណាស់គឺប៉ុណ្ណេះអាហ្នឹងគឺជាចំណូលដែលយើងដកចំណូលនេះចំណូលខែ3ណាព្រោះអានេះចំណូលខែ4វានៅ upcoming នេះចំណូលខែ4ឃើញទេហ្នឹងហើយដល់ពេលអានេះវាច្បាស់ជាចំណូលខែ3ហើយតែយើងចូល withdraw សាកមើលយើងចុចកន្លែង withdraw មកហើយវានឹងចេញជានេះ withdraw balance amount ហើយវាប្រាប់ថាវាប្រាប់ several ណាដល់តែ several ណាប្រើថ្ងៃធ្វើការ take several days several មានន័យថា5-6ថ្ងៃវាអាចខ្ពស់បំផុត7ថ្ងៃ several ហ្នឹងហ្នឹងហើយអញ្ចឹង money របស់យើងនឹងចូលដល់ account របស់យើងតែម្ដងហ្នឹងវាអត់មាន fee អីឃើញយើង withdraw តែចាំចុចមកតង់ទៀតសាកមើលចុចទៅអូខេអញ្ចឹង withdraw ទៅគឺវាអត់មាន load អីទេនេះទៅតែម្ដងអញ្ចឹងមានន័យថាវាអត់កាត់ fee អីតែម្ដងនៅពេលដែលវាចូលនៅក្នុង balance នេះគឺអត់មាន fee អីទៀតទេប៉ុន្តែបើក្នុង advance នេះគេកាត់ fee នេះគេការពារខ្លាចអញ្ចេះទេបើយើងវិភាគមួយទៀតមកចំណុចទៀតនៅក្នុងចំណូលដែលយើងដកប៉ុណ្ណេះជាចំណូលចំណូលដែលមិនទាន់បានណាប៉ុន្តែយើងអាចស្នើសុំដកបានអញ្ចឹងគេកាត់ fee ប៉ុណ្ណេះបំរុងទុកបើសិនជាមានបញ្ហាលើចម្រៀងរបស់យើងណាមួយវាជួប copyright ឬ account យើងមានបញ្ហាអីអាហ្នឹង fee របស់ហ្នឹងគេទុកគេហៅថាតម្លៃតបស្នងទៅខាងដៃគូពាក់ព័ន្ធអញ្ចឹងទៅเนาะហ្នឹងហើយតែដល់ពេលដែលយើងធ្លាក់ដល់ balance នេះគឺយើងដកបាន flat តែម្ដងអត់មានថ្លៃ fee ថ្លៃអីទៀតទេអញ្ចឹងយើងមកមើលកន្លែងនេះកន្លែង withdraw នេះអញ្ចឹងមកដល់កន្លែងហ្នឹងវាដាក់ថា process in progress នៅតម្លៃប៉ុណ្ណឹងអញ្ចឹងយើងចុចកន្លែងសញ្ញាឧទាននេះដើម្បីឲ្យដឹងច្បាស់
នេះមកដល់កន្លែងនេះគឺវាប្រើ process យើងចាប់ផ្ដើមបង្កើតការស្នើសុំហ្នឹង request ប៉ុណ្ណេះហើយ process គឺចាប់ផ្ដើមហើយអញ្ចឹងនៅពេលដែលវាចូលដល់ដំណាក់កាលមួយទៀតគឺដំណាក់កាល complete ជាទូទៅវាដើរទូដល់ទៅ4ដំណាក់កាលប៉ុន្តែវាចេញដំបូងអញ្ចឹង3ដំណាក់កាលអញ្ចឹងហេតុអីបានយើងដឹងថា4ដំណាក់កាលដោយសារតែយើងមកមើលអាទិន្នន័យចាស់យើងចុចញ៉ៅទៀនមកទិន្នន័យចាស់វាប្រាប់4ដំណាក់កាលឃើញទេនេះអញ្ចឹងបង្កើត in progress បន្ទាប់មកបាន pending section pending transaction verification មានន័យថាក្រោយពីយើងស្នើសុំការដំណើរការហ្នឹងគេបញ្ជូនទៅហើយគេនឹងត្រួតពិនិត្យមើលថាតើគេ verification ណាគេតើអា transaction ដែលយើងស្នើសុំហ្នឹងចំនួនលុយប៉ុណ្ណឹងតើចំណូលរបស់យើងរកបានប៉ុណ្ណឹងមែនអត់អញ្ចឹងគេត្រួតពិនិត្យមើលហើយថាត្រឹមត្រូវហើយគេ complete តែម្ដង complete គេបញ្ជូនលុយចូលកុងយើងតែម្ដងអាហ្នឹងក្នុងករណីដែលយើងដកជា advance ប៉ុន្តែយើងមិនទាន់ច្បាស់ថាយើងដកជា withdraw នេះជា balance នេះតើជា balance sin ណាអញ្ចឹងតើវាដំណើរការហ្នឹងវាដូចលក្ខណៈដូចគ្នាអត់ពីព្រោះពីដំបូងមកដែលខ្ញុំដកមកហ្នឹងទាំងអាទី1ទី2នេះគឺវាសិតតែចេញដំបូងហ្នឹង3ទេប៉ុន្តែក្រោយពីវា review progress នេះចប់វានឹងចូលដល់អាដំណាក់កាលនេះទៅលូតមកក្រោយអញ្ចឹងណាហើយអញ្ចឹងហើយដល់ពេលចុងក្រោយបានឃើញ4ដំណាក់កាលហ្នឹងតែស្នើសុំដំបូងវាមានតែ3ទេមានតែដូចអាយើង withdraw ដំបូងចេះហ្នឹងហើយប៉ុន្តែអាហ្នឹងវាមិនមែនជាករណីអីចម្បងឯងគ្រាន់យើងត្រូវការរងចាំបន្តិចនៅពេលដែលយើងដកបានជាញឹកញយហើយវាអាចលឿនតាមហ្នឹងអាហ្នឹងយើងមើលតាមជាក់ស្ដែងប៉ុន្តែវាមិនលើសពីមួយអាទិត្យទេវានឹងចូលដល់ធនាគាររបស់យើងហើយបើសិនជាយើងដកចំថ្ងៃដែលធ្វើការណាបើសិនជាថ្ងៃបុណ្យថ្ងៃសៅរ៍អាទិត្យអីអាហ្នឹងយើងអត់និយាយទេអញ្ចឹងអានេះគឺជាការដកគឺបែបហ្នឹងដកងាយទេហើយដក advance ក៏ដូចរបៀបដកដូចគ្នាដែរគ្រាន់តែដក advance នៅពេលដែលយើងចុចដកពេលយើងចុច withdraw គឺវានឹងលោតមកតង់ទៀតគួរតែប្រាប់របាយការណ៍ឲ្យយើងថាយើងដកទៅវាមានចំនួនប៉ុណ្ណេះហើយថ្លៃ fee ប៉ុណ្ណេះអញ្ចឹងណាហើយគេរៀបរាប់រៀងលម្អិតជាងយើង withdraw balance sin នេះ balance sin អត់មានរៀបរាប់អីទេវាសោះពីព្រោះលុយទាំងស្រុងគឺលុយយើងហើយប៉ុន្តែដល់ពេលយើងដកជា advance គេពិពណ៌នាបញ្ជាក់ឲ្យយើងឲ្យបានច្បាស់ជាងមុនដើម្បីកុំឲ្យយើងមានការភ័ន្តច្រឡំអីចឹងណាការដកចំណូលហ្នឹងគឺតែប៉ុណ្្នឹងទេបងប្អូនតែប៉ុណ្្នឹងទៅគឺដឹងឲ្យចូលកុង 100% ហើយហ្នឹងហើយបើសិនជាអត់ចូលកុងអាហ្នឹងយើងមានកន្លែងតាក់ទងខាង support នេះខាងក្រោមនេះឆាតទៅគេទៅរបៀបឆាតយើងរៀនសូត្រខ្លួនឯងបន្ថែមទៀតណាការឆាតនេះក៏វាមិនខុសគ្នាអីប៉ុន្មានក៏យើងរៀបរាប់ពីបញ្ហា screenshot ឲ្យគេអញ្ចឹងទៅព្រោះដំបូងហ្នឹងគឺ bot គេអ្នកឆ្លើយតបទេដល់ពេលដែល bot នឹងដកស្រាយមានន័យថា robot ហ្នឹងគេដោះស្រាយបញ្ហាយើងមិនចំអញ្ចឹងបុគ្គលិកគេនឹងឲ្យយើងផ្ញើជាគេហៅ tech kit ហ្នឹងគឺផ្ញើ email ទៅវិញទៅមកហើយ email ដើម្បីដោះស្រាយជាមួយនឹង email យើងមិនសូវចេះអង់គ្លេសយើងអាចឲ្យ chat GPT ជួយបន្ថែមហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងសូមប៉ុណ្្នឹងទេអរគុណ